ជំរាបសួរបងប្អូនដែលចូលចិត្តតាមដានទស្សនានៅ page របស់នាងខ្ញុំថ្ងៃនេះមានពាក្យថ្មីទៀតហើយដែលតាក់ទងទៅនឹងសម្ភារៈការិយាល័យដែលយើងប្រើរាល់ថ្ងៃហើយពេលខ្លះយើងដឹងថាវត្ថុនឹងឈ្មោះអីគេប៉ុន្តែនៅពេលខ្លះយើងអត់ដឹងទេថាវត្ថុនឹងឈ្មោះអីគេអញ្ចឹងតើពាក្យទាំងនោះមានអ្វីខ្លះទៅទស្សនាទាំងអស់គ្នាពន្យល់ពាក្យ Office stationaries សម្ភារៈការិយាល័យ or metallic filing cabinet ទូដាក់ឯកសារលោហៈធាតុដែលមានទ្វារពីរ 2-in-1 LED desk lamp ចង្គៀងលើតុ LED 2-in-1 A4 paper ក្រដាស់ A4 adjustable office chair with lumbar support, thick padded cushion, armrests, and breathable mesh, 360-degree swiveled wheels, black, កៅអីការិយាល័យដែលមានពណ៌ខ្មៅ gaming chair, កៅអីលេងហ្គេម brown envelope, ស្រោមសំបុត្រពណ៌ត្នោត clear melt glue adhesive sticks, environmental adhesive strip, កៅទៀនកៅហ្នឹងប្រើសម្រាប់ដូចថាយើងចង់បិទអីមួយតភ្ជាប់គ្នាតតែយើងយកកៅហ្នឹងទៅដុតឬក៏ទៅរោលជាមួយនឹងភ្លើងសិនបានយើងប្រើកៅបើតាមកៅធម្មតាគេអត់ដែរយកទៅដុតភ្លើងអញ្ចឹងទេប៉ុន្តែកៅនេះគឺយកទៅដុតភ្លើងសិនបានប្រើកៅ clipboards ក្តារខៀនមានដំបៀតខ្ទាស់ colored pencils, ខ្មៅដៃពណ៌ crayon, ក្រមួនឬខូឡាទៀន computer, កុំព្យូទ័រ double-sided magnetic whiteboard with stand, ក្តារខៀនដែលអាចសរសេរបានទាំងសងខាងហើយមានជើង eraser, ជ័រលុប glue stick, កាវស្ងួត heavy-duty stapler, ប្រដាប់កឹបធំប្រដាប់កឹបហ្នឹងភាគច្រើនយើងប្រើនៅក្នុងរោងពុម្ពឬក៏កន្លែង photocopy បើតាម office ធម្មតាគេអត់ប្រើអាហ្នឹងច្រើនទេតោះតែយើងត្រូវកឹបឯកសារដែលមានកម្រាស់ធំហើយមួយទៀតបើសិនជាឯកសារហ្នឹងគេគ្រាន់តែកឹបអញ្ចឹងគឺគេប្រើជាលក្ខណៈប្រដាប់កឹបកងណាយើងចោះកឹបដាក់កងវិញភាគច្រើននៅក្នុង office គេប្រើអញ្ចឹងប៉ុន្តែបើសិនជាក្នុងរោងពុម្ពគឺគេប្រើប្រដាប់កឹបអាធំបែបហ្នឹងណា highlighters, គំនូសពណ៌ highlight, hole puncher, ប្រដាប់ចោះក្រដាស់ letter trays, ធ្នើដាក់ឯកសារ mesh waste bin black, ធុងសម្រាមពណ៌ខ្មៅ name card book holder, សៀវភៅដាក់នាមប័ណ្ណឬសឺមីដាក់នាមប័ណ្ណ office desk, តុការិយាល័យ pen holders, ប្រអប់ប៊ិចឬកំប៉ុងប៊ិច pencil, ខ្មៅដៃ pens, ប៊ិច plastic head push pins, thumbtacks, ម្ជុលដោតក្តារខៀនដែលមានក្បាលផ្លាស្ទិក solid head thumbtacks, ម្ជុលដោតក្តារខៀនដែលមានក្បាលដែក post-it notes or sticky notes, សម្រាប់ខ្មែរយើងគឺហៅដូចគ្នាយើងហៅ post-it ឬក៏ stick note ឬក៏ sticky note ទៅតាមចំណង់ចំណូលចិត្តដែលយើងចូលចិត្តហៅប៉ុន្តែនៅពាក្យបច្ចេកទេសរបស់គេគឺ post-it note, printer ink, printer powder, ទឹកថ្នាំម៉ាស៊ីនបោះពុម្ពម្សៅម៉ាស៊ីនបោះពុម្ព printer, ម៉ាស៊ីនបោះពុម្ព rulers, បន្ទាត់ scissors, កន្ត្រៃ sharpener, ប្រដាប់ខួងខ្មៅដៃ stamps, ត្រា staple remover, ប្រដាប់គាស់គ្រាប់កឹប stapler and staples, ប្រដាប់កឹបតូចនិងគ្រាប់កឹប tape suspenders, scotch, ស្កុតវីដេអូមេរៀនអំពី
សម្ភារៈការិយាល័យរបស់យើងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយប៉ុន្តែបើសិនជាបងប្អូននៅមានចម្ងល់ថាអីវ៉ាន់ខ្លះបងប្អូនធ្លាប់ប្រើរាល់ថ្ងៃប៉ុន្តែបងប្អូនអត់ទាន់ស្គាល់ឈ្មោះរបស់វាបងប្អូនអាច comment ឬក៏ email មកកាន់ខ្ញុំបានដើម្បីខ្ញុំស្រាវជ្រាវក៏ដូចជាស្វែងយល់បន្ថែមនិងធ្វើជាវីដេអូចែកជូនដល់បងប្អូនឲ្យចេះទាំងអស់គ្នាសូមអរគុណសូមជម្រាបលាកុំភ្លេចជួយ like និង subscribe វីដេអូរបស់ខ្ញុំផងណាជម្រាបលា